បានមកដល់បច្ចុប្បន្នហ្នឹងហើយមានបងប្អូនយើងអ៊ំពូមីងមួយចំនួនគាត់អត់ចេះក្នុងការទាញយកវីដេអូពី YouTube ហើយនឹងពី Facebook ទេគាត់តែងតែប្រើទម្លាប់មួយគឺតែងតែយក copy link ពី Facebook ឬក៏ YouTube ហ្នឹងវីដេអូហ្នឹងយកទៅផាសក្នុងបាទ link ក្នុង website ណាហើយកត្តាទាំងអស់ហ្នឹងហើយធ្វើឲ្យបាទជន hacker មួយចំនួនគាត់បានបាទទាញយកទិន្នន័យដល់បងប្អូនអរគ្នាហ្នឹងបាទហេតុអីបានខ្ញុំនិយាយថា copy link ចូលក្នុង website បានជាមានការ hacker ដោយសារតែបងប្អូនអរគ្នាអត់ស្គាល់ប្រភពច្បាស់លាស់អំពី link មួយហ្នឹងអញ្ចឹងទៅបងប្អូនអរគ្នាចង់បានវីដេអូពី YouTube ចង់បានវីដេអូពី Facebook តែងតែ copy បាទពីការ style ចាស់ណាទៅផាត់ក្នុង link website អញ្ចឹងទៅហើយបើយើងស្គាល់ប្រភពច្បាស់លាស់អីទេក៏តែយើងអត់ស្គាល់ច្បាស់លាស់ធ្វើឲ្យមាន virus ចូលក្នុងទូរស័ព្ទរបស់យើងហិចដល់កងធនាគារទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីកលឹះមួយដែលបងប្អូនគ្នាប្រើប្រាស់ដោយសុវត្ថិភាពហើយទាញយកវីដេអូពី Facebook ឬក៏ YouTube ហ្នឹងបាននៅ quality គុណភាពបានច្បាស់ដូចគ្នាដែរហើយងាយទេអញ្ចឹងឥឡូវនេះយើងមើលអំពីវិធីសាស្ត្រក្នុងការធ្វើរបស់គ្នាបាទសួស្តីបងប្អូនមីងបងប្អូនអរគ្នាម្ដងទៀតអញ្ចឹងអ្នកនរគ្នាចូលមកកាន់ទូរស័ព្ទអ្នកនរគ្នាមកហើយដើម្បីធ្វើការទាញយកកម្មវិធី SnapTube នេះបានអ្នកនរគ្នាតម្រូវឲ្យចូលបាទជ្រោមអ្នកនរគ្នាចូលមកវាយពីថា SnapTube បាទវាយនេះមកបាទ SnapTube អញ្ចឹងយើងនឹងវាយចឹងហើយយើងឃើញ link មួយនេះសម្រាប់បងប្អូនយើងចូលមក link ខាងក្រោមនេះហាមដាច់ខាតគឺចូលណាគឺយើងចូលមកខាងលើ link នេះបាទអញ្ចឹងយើងคลิกនៅលើ SnapTube ហ្នឹងមកដល់កន្លែងនេះគឺយើងបាទទាញយកនៅកម្មវិធី SnapTube មួយហ្នឹងបាទយើងមើលសិនទៅគីឡូថាមានកន្លែងណាខុសក្រក់ក៏ដីបាទយើងធ្វើការទាញយកតែម្ដងសម្រាប់របស់ខ្ញុំគឺខ្ញុំបានទាញយកហើយបាទសម្រាប់កម្មវិធី SnapTube ហ្នឹងនេះបាទ SnapTube ចូលមកដល់កម្មវិធី SnapTube ហ្នឹងគឺវាលក្ខណៈបែបនេះបាទអញ្ចឹងនៅក្នុងកម្មវិធីហ្នឹងគឺអត់មានអីទេបាទយើងអាចចូលមកកាន់កម្មវិធីហ្នឹងផ្ទាល់សម្រាប់យើងទាញយកវីដេអូពីក្នុងនេះក៏បានដែរតែសម្រាប់បងប្អូនយើងដែលបាទអញ្ចឹងឥឡូវយើងថយមកក្រៅមកបាទយើងចូលមកកាន់ Facebook មកកាន់ Facebook អ្នកthấyខ្ញុំឧទាហរណ៍វីដេអូមួយអញ្ចឹងឥឡូវនេះនេះគឺជាលោកគ្រូអ្នកគ្រូនេះគឺជាវីដេអូរបស់ខ្ញុំហើយខ្ញុំចង់ធ្វើការទាញយកវីដេអូមួយហ្នឹងទុកមកក្នុងរូបថតរបស់ខ្ញុំវិញអញ្ចឹងអ្នកនរគ្នាបាទធ្វើការទាញយកកម្មវិធី SnapTube ហ្នឹងហើយគឺយើងជួយឲ្យនេះតែ share នេះបាទ share ហើយយើងមើលខាងក្រោមនេះយើង scroll បន្តិចមកបាទ scroll មកហើយយើងឃើញវាថា more option ដល់កន្លែង more option នេះយើងនឹងឃើញបាទយើងមកយើង scroll មក ខាងក្រោមនេះ scroll មកអស់មកយើងនឹងឃើញហើយជាទូទៅយើង search រកពីថានេះ SnapTube នេះបើសិនអ្នកនរគ្នាអត់តន់ឃើញអា SnapTube ទេមានថាយើងតម្លើងកម្មវិធី SnapTube ហ្នឹងអត់តន់ជោគជ័យទេអញ្ចឹងអ្នកនរគ្នាតម្រូវឲ្យតម្លើងកម្មវិធី SnapTube សិនបានមាននៅក្នុងហ្នឹងណាហើយយើងចុចមកបាទមកដល់កន្លែងនេះគេឲ្យយើងរើស quality បាទជាកន្លែង more format នេះមកmore format នេះវីដេអូរបស់យើងបើសិនជាគុណភាពពីដើមមកវាល្អគេឲ្យយើងរើសដល់ 4K ឬក៏ 1080 អញ្ចឹងដោយសារវីដេអូនេះវាលក្ខណៈត្រឹមតែគេហៅថា high quality ត្រឹមតែ 720 ទេអញ្ចឹងយើងធ្វើការបាទទាញយកមកបាទតទៅពីយើង download យើងឃើញនេះ SnapTube យើងចូលមកកន្លែងហ្នឹងមកបាទសម្រាប់លោកគ្រូនេះឃើញទេនេះអញ្ចឹងយើងបានវីដេអូមួយហ្នឹងហើយនេះគ្រូដូចជាកូនសិស្សបាទនេះហើយនេះគឺជាវីដេអូដែលយើងបាន download មុនហ្នឹងអញ្ចឹងឥឡូវនេះយើងចូលមកកន្លែងរូបថតមកបាទរូបថតអត់គ្នាមកបាទរូបថតនេះអ្នកគ្នានេះគេដាក់ថា SnapTube video នេះបាទអញ្ចឹងយើងចូលមកកន្លែងហ្នឹងមកនេះវីដេអូដែលយើងបាន download មុនហ្នឹងលោកគ្រូអ្នកគ្រូដូចជាកូនសិស្សហ៎គាត់ធីបនេះគឺច្បាស់តែងតែម្ដងណានេះដែលយើងបាន download មុនហ្នឹងហើយក្នុងការប្រើប្រាស់នេះគឺអត់ប៉ះពាល់ដល់គេហៅមេរោគចូលទេព្រោះខ្ញុំប្រើកម្មវិធីនេះចូលលក្ខណៈ 4-5 ឆ្នាំដែរហើយកម្មវិធីមួយហ្នឹងហើយអ្នកនេះចូលមកកន្លែង YouTube ទៀតបាទចូលមកកន្លែង YouTube អញ្ចឹងចូលមកកន្លែង YouTube ឧទាហរណ៍ថានេះយើងចង់ធ្វើការទាញយកវីដេអូមួយនេះបាទទី1វីដេអូរបស់ខ្ញុំហ្នឹងហើយយើងរើសពីតា share ដែរ share មកយើងលើអានេះវិញយើងទៅរើសកន្លែងយើងរកកម្មវិធី SnapTube មួយហ្នឹងបាទ
rồi má nè dịch mò thì má nè dần khơi này là snap thu vậy và cho mó đấy kia này lại nè đứt nè chấn nè cái dân đó đọc bài đó video mình nhìn chấn download má cứ video đó cứ ba này chấn lại nè video nè đái cứ lại nè máu vi ba tên làm đó ba video class anh load đo 4K aside the video đây cái bạn upload đài nhấn hay video bọc giống miền tập bản năng ấy mà chạy chui nó đặc ní sự không tha bông đặc ní ai phơi bán vậy để nhầm ban chạy mình lấy chứ này con đặc ní là ba tạm đán hay giờ đang chụp video cloud thì con